បាទជំរាបសួរបងប្អូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់សូមមកបង្ហាញពីការធ្វើតេស្តដើមឆ្នាំរបស់សិស្សអញ្ចឹងខ្ញុំឃើញថាមានស្លឹកកិច្ចការដែលយើងត្រូវធ្វើចែកចេញជាពីរទី1ស្លឹកកិច្ចការផ្ទាល់មាត់គ្រូមួយសិស្សមួយអញ្ចឹងស្លឹកកិច្ចការទី1ជនជាអ្នកផ្ញើជើងស្រៈនិស្ស័យស្រៈពិន្ទុសញ្ញាវណ្ណយុត្តបាទការអានពាក្យជនជាអ្នកផ្សំស្រៈកបអីចឹងអាហ្នឹងសុទ្ធតែជាការទៅតែផ្ទាល់មាត់អញ្ចឹងយើងដើម្បីកាត់បន្ថយការចំណាយក្រដាសខ្ញុំបានបង្កើតកិច្ចការផ្ទាល់មាត់ហ្នឹងនៅលើអនឡាញបាទដូចនេះអញ្ចឹងសូមលោកគ្រូអ្នកគ្រូអាចចុច link នៅខាងក្រោមវីដេអូទៅដើម្បីចូលទៅប្រើប្រាស់អញ្ចឹងដើម្បីប្រើប្រាស់ទី1លោកគ្រូអ្នកគ្រូនឹងឃើញមាន link នៅខាងក្រោមវីដេអូអញ្ចឹង link ហ្នឹងគឺដូចតែ link ដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះដែរទេអញ្ចឹងកន្លែងខាងលើនេះគឺជាតារាងមើលលទ្ធផលអញ្ចឹងខ្ញុំចុចមើលទៅឃើញថាមានសាលាមួយគាត់បានធ្វើទៅឃើញមានសិស្សបាទជាច្រើនបានធ្វើហើយឃើញមានបន្ទុកនៅក្នុងនោះអញ្ចឹងបើមានសាលាផ្សេងទៀតចូលធ្វើលោកគ្រូអាចនៅឃើញលទ្ធផលនៅទីនេះទាំងអស់បាទអញ្ចឹងដើម្បីចូលធ្វើបងប្អូនលោកគ្រូអ្នកគ្រូទាំងអស់ចូលទៅកាន់ឧទាហរណ៍ថាទី1យើងត្រូវយកមតិមកធ្វើអញ្ចឹងយើងចុចលើមតិមកបាទហើយយើងទៅសរសេរឈ្មោះលេខតុណាឈ្មោះសាលាលេខតុឈ្មោះសិស្សហើយជ្រើសរើសភេទហើយយើងមានក្រដាសមួយដូចនឹងរូបនេះដែរយើង print ចេញមកហើយយើងចាប់ផ្ដើមធ្វើលំហាត់ហ្នឹងដល់យើងថ្លឹងគីឡូមកកូនហ្នឹងគីឡូម៉ានកម្ពស់ម៉ានសំណួរទី1ការបោកបាល់អញ្ចឹងមកបោកបាល់ចូលលើកទី1ចូលយើងគូធីអញ្ចឹងមកទី2ចូលគូធីអញ្ចឹងមកកាត់ដល់លើមិនតាន់បកូននឹងធ្វើបានយើងចុចកន្លែងធ្វើបានអញ្ចឹងមកកាត់ដាក់ទឹកចូលកែវអញ្ចឹងយើងចុចលើប៊ូតុង tick ដល់នេះធ្វើបានមកពាក់ព័ន្ធនឹងរូបផ្លែឈើអញ្ចឹងនៅក្នុងវិញ្ញាសារបស់យើងមានរូបផ្លែឈើអញ្ចឹងបកូននឹងរៀបរាប់បានយើង tick កន្លែងបានមកមិនបាន tick កន្លែងមិនបានបាទតមកទៀតសំណួរពាក់ព័ន្ធនឹងអនាម័យអញ្ចឹងបើគាត់ឆ្លើយបានយើង tick កន្លែងឆ្លើយបានហើយសំណួរវានឹងត្រូវទៅនឹងក្តារវិញ្ញាសាដែលយើងធ្វើរាល់ឆ្នាំអញ្ចឹងណាអញ្ចឹងយើងកន្លែងណាគាត់ធ្វើបានយើងគូ tick ចឹងមករហូតដល់អស់សំណួរទាំង24 23សំណួរបាទ23សំណួរអញ្ចឹងខ្ញុំសូម tick យកតែម្ដងបាទបន្ទាប់ពីយើង tick ហើយរួចរាល់អស់គ្រូចុចបញ្ជូនលទ្ធផលទៅនោះលទ្ធផលនឹងបង្ហាញនៅក្នុងតារាងដូចនេះបង្ហាញនៅក្នុងតារាងដូចនេះនេះមានបន្ទុកហើយបន្ទាប់ពីលោកគ្រូអ្នកគ្រូធ្វើចប់លោកគ្រូអ្នកគ្រូអាចទាញយកជា Excel មកដើម្បីឲ្យបានជាឯកសារដើម្បីទុកណា copy លទ្ធផលហ្នឹងដាក់ទៅក្នុងតារាងគម្រោងរបស់យើងណាអញ្ចឹងយើងមើលលទ្ធផលទាំងអស់គ្នាតទៅយើងទាញទៅវានឹងចេញជាអីអញ្ចឹងខ្ញុំនឹងទាញលទ្ធផលឲ្យមើលបាទឧទាហរណ៍ខ្ញុំជ្រើសយកលទ្ធផលនេះខ្ញុំជ្រើសយកតែសាលាមួយទេដល់ខ្ញុំយកសាលានេះសូមលោកគ្រូអ្នកគ្រូដាក់សាលាត្រូវ
កាលណាយើងដាក់ត្រូវយើងទាញមកគឺត្រឹមត្រូវណានេះឥឡូវយើងមិនต้องទាញយកយើងទាញយកជា Excel មកហើយ Excel របស់យើងនឹងទាញបានចឹងយើងអាចយកលទ្ធផលនោះទៅប្រើប្រាស់បានបាទលោកអ្នកគ្រូចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសិនជាវីដេអូនេះមានប្រយោជន៍សម្រាប់លោកអ្នកគ្រូសូមជួយ subscribe ក៏ដូចជាចុច like ឲ្យខ្ញុំបាទមួយផងអរគុណច្រើនជម្រាបលា